បងធ្វើម៉េចទៅយើងរត់ឲ្យបានលឿនដូចគេបងធ្វើម៉េចទៅយើងរត់ឲ្យបានឆ្ងាយបងធ្វើម៉េចទៅយើងរត់ទៅកុំឲ្យសោហត់មែនឌីឃើញឥឡូវប្លែកហ្វឹកហាត់ជាមួយណាគេនេះគឺជាសំណួរដែលខ្ញុំតែងតែទទួលបានពីបងប្អូនដែលទើបចាប់ផ្ដើមរត់ថ្មីឬក៏បងប្អូនដែលរត់ប្រចាំថ្ងៃចង់អភិវឌ្ឍសមត្ថភាពរបស់យើងអញ្ចឹងណាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមាន tip មួយសម្រាប់បងប្អូនដែលប្រើប្រាស់នាឡិកា Garmin បងប្អូនគួរតែហ្វឹកហាត់តាមមុខងារ daily suggestion បងប្អូនមាននាឡិកាមួយដូចជាមានគ្រូបង្វឹកនៅក្នុងដៃរបស់យើងអញ្ចឹងនាឡិកា Garmin មុខងារ daily suggestion ហ្នឹងគឺវាដាក់កម្មវិធីឲ្យយើងហ្វឹកហាត់មួយសប្តាហ៍ពេញតែម្ដងបងប្អូនហ្វឹកហាត់តាមមុខងារហ្នឹងមួយខែពេញបងប្អូននឹងមានអារម្មណ៍ថាសមត្ថភាពរបស់យើងកើនតែម្ដងបងប្អូនមិនជឿសាកមើលនៅក្នុងមុខងារ daily suggestion ហ្នឹងគឺវាមិនមែនចេះតែដាក់ទេគឺវាសិក្សាពីកម្លាំងក្នុងខ្លួនរបស់យើងសិក្សាពីការគេងរបស់យើងសិក្សាតាំងពី VO2 max សិក្សាតាំងពី history ដែលយើងបានធ្លាប់ហ្វឹកហាត់ពីមុនចង្វាក់បេះដូងដែលយើងលោតខ្ពស់បំផុត training status គឺវាសិក្សាទាំងអស់តែម្ដងហើយវានឹងដាក់កាលវិភាគឲ្យយើងហ្វឹកហាត់មួយអាទិត្យពេញតែម្ដងហើយមួយទៀតបងប្អូនក៏អាចធ្វើការហ្វឹកហាត់ជ្រើសរើសថ្ងៃណាមួយដែលយើងចង់រំលងថ្ងៃក៏បានដែរប៉ុន្តែខ្ញុំណែនាំបងប្អូនហ្វឹកហាត់តាមថ្ងៃដែលវាដាក់ឲ្យថ្ងៃណាយើងហ្វឹកហាត់តាមថ្ងៃហ្នឹងអញ្ចឹងទៅអញ្ចឹងសមត្ថភាពរបស់យើងគឺនឹងកើនតែម្ដងអញ្ចឹងសម្រាប់មុខងារ daily suggestion នេះនៅក្នុងនាឡិកា Garmin មានទៅលើ model មួយចំនួនដូចជា model Forerunner model Instinct model Phoenix model Epic model Tactic Delta សុទ្ធតែមានមុខងារ daily suggestion នេះអញ្ចឹងបងប្អូនដែលចង់បង្កើនសមត្ថភាពហើយយើងអត់ដឹងថាហ្វឹកហាត់តាមណាគឺបងប្អូនអាចហ្វឹកហាត់តាមមុខងារ daily suggestion ហ្នឹងបានពីព្រោះអីបងប្អូនថ្មីគឺយើងអត់ដឹងថាយើងហ្វឹកហាត់រត់យ៉ាងម៉េចទេអញ្ចឹងបើសិនជាយើងហ្វឹកហាត់តាមហ្នឹងដូចយើងមានគ្រូនៅលើកដៃរបស់យើងស្រាប់ដែលជួយចាំប្រាប់យើងថាថ្ងៃណាយើងគួររត់អីថ្ងៃណាយើងគួររត់អីធានាបងប្អូនបាទសាមួយខែពេញមើលសមត្ថភាពរបស់យើងគឺនឹងផ្លាស់ប្ដូរតែម្ដងអូខេអញ្ចឹងនេះគឺជាវីដេអូខ្លីៗដែលខ្ញុំចែករំលែកសម្រាប់បងប្អូនដែលអ្នករត់ដូចគ្នាចង់បង្កើនសមត្ថភាពអូខេបាយបាយមានទេបងប្អូនបើសិនជាមានកំហុសខុសឆ្គងផ្សេងក៏សូមធ្វើការខន្តីអភ័យទោសផងហើយបើសិនបងប្អូនចូលចិត្តឬក៏ពេញចិត្តវីដេអូមួយនេះកុំភ្លេចចែករំលែកអ្នកមួយផងអូខេបាយបាយមានលា